មួយរបរនេះចំណាយដើមទុនតិចក្នុងការចាប់ផ្ដើមហើយក្នុងការធ្វើមិនស្មុគស្មាញច្រើនមនុស្សស្រីក៏អាចធ្វើបានមនុស្សប្រុសក៏អាចធ្វើបានមនុស្សចាស់ក៏អាចធ្វើបានអញ្ចឹងមួយរបរនេះជាមុខរបរមួយដែលអាចនិយាយថាមុខរបរដែលមិនសូវចំណាយដើមទុនច្រើនហើយពេលវេលាក្នុងការមើលថែក៏មិនសូវចំណាយច្រើនបងប្អូនដែលធ្វើគ្រូបង្រៀនឬក៏បងប្អូនដែលធ្វើរោងចក្រឬក៏បងប្អូនដែលធ្វើការងារផ្សេងៗដែលមានពេលទំនេរតែពេលល្ងាចក៏បងប្អូនអាចធ្វើបានដែរឬក៏មានពេលវេលាទំនេរតែពេលយប់ក៏បងប្អូនអាចធ្វើវាបានដែរអញ្ចឹងល្អមែនតើសម្រាប់បងប្អូនដែលចង់រកចំណូលបន្ថែមអញ្ចឹងគុណសិស្សសាលាអីក៏អាចធ្វើបានដែរបងប្អូនមុខរបរនេះមានណាគុណសិស្សរបស់ខ្ញុំដែលគាត់រៀនបដាគាត់ចិញ្ចឹមខ្យងបដាហើយមួយខែក៏រកចំណូលបានលើខ្វះ50,000 60,000ខែខ្លះអាចឡើងដល់1 លានជាងក្នុងមួយខែអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ថាហេតុអីបានជាខ្ញុំនិយាយថាមុខរបរនេះយើងចំណាយដើមទុនតិចក្នុងការធ្វើអញ្ចឹងបងប្អូនតើតងជាមួយនឹងមុខរបរនេះឲ្យតែបងប្អូនមានជាអាងតង់ក៏បានស៊ីម៉ងក៏បានឬក៏មានស្រះក៏បាននៅពេលដែលបងប្អូនមានហើយបងប្អូនចាប់ផ្ដើមដាក់ពូជចិញ្ចឹមអញ្ចឹងបងប្អូនចំណាយលុយទៅលើពូជអាចទិញពីកសិករដែលរើសពីបឹងមកថ្មីក៏បានឬក៏បងប្អូនទិញពូជពីខាងកាឋានក៏បានមួយណាក៏បានដែរបងប្អូនអត់អីទេហើយនៅពេលដែលបងប្អូនមានខ្យងនៅក្នុងអាងឬក៏នៅក្នុងស្រះហើយបងប្អូនអត់ចំណាយលុយច្រើនទៅលើចំណីដូចជាបងប្អូនចិញ្ចឹមត្រីចិញ្ចឹមកធាយឬក៏ចិញ្ចឹមមាន់ទេអញ្ចឹងចំណីរបស់ខ្យងបន្លែប្លុកកាកសំណល់ផ្ទះបាយអីហ្នឹងអាចធ្វើជាចំណីខ្យងបានកំប្លោកចកសារាយលីមណាដាក់ស្លឹក Indophora ស្លឹកបាសស្លឹកម្រុំផ្លែននងស្លឹកស្ដែកសុទ្ធតែជាចំណីខ្យងពុនឬក៏បន្លែផ្សេងជាច្រើនទៀតឲ្យតែប្រភេទបន្លែដែលយើងអាចនិយាយថាយើងហូបបានគឺអាចដាក់ឲ្យខ្យងស៊ីបានស្លឹកត្រែវក៏ស៊ីស្លឹកដលងឈើក៏ស៊ីស្លឹកដលងជ្វាក៏ស៊ីស្លឹកតកួនក៏ស៊ីអញ្ចឹងបងប្អូនដែលមានដីធំណាដែលដាំតកួនណាហើយនៅពេលដែលបងប្អូនប្រមូលផលតកួនបងប្អូនបេះស្លឹកចោលខ្លះបងប្អូនអាចបន្ថែមមួយរបរចិញ្ចឹមខ្យងមួយទៀតបានអញ្ចឹងមុខរបរដែលល្អសម្រាប់អ្នកដែលដាំបន្លែខ្យងបងប្អូនខ្យងបឹងខ្យងស្រែខ្យងមាសឬក៏ត្រីត្រចៀកដំរីនេះស៊ីតែបន្លែប្លុកក៏ធំធាត់លឿនដែរហើយតកតងជាមួយនឹងពេលវេលាសម្រាប់មើលថែអញ្ចឹងតកតងជាមួយនឹងមុខរបរចិញ្ចឹមខ្យងនេះបើបងប្អូនមានពេលវេលាតែពេលល្ងាចក្នុងមួយថ្ងៃមានពេលវេលាតែម្ដងក្នុងការមើលថែមើលទឹកមើលចំណីក៏បងប្អូនអាចចិញ្ចឹមបានដែរឬក៏បងប្អូនទៅតែពេលយប់ក៏បងប្អូនអាចចិញ្ចឹមបានដែរអញ្ចឹងខ្យងយើងដាក់ចំណីម្ដងអាចឲ្យស៊ី2 ថ្ងៃ 3 ថ្ងៃអញ្ចឹងដាក់ថ្ងៃនេះថ្ងៃស្អែកមិនដាក់ថ្ងៃខាងស្អែកមិនដាក់ក៏បានដែរវាអញ្ចឹងយើងចំណាយពេលវេលាតិចមែនតើក្នុងការដាក់ចំណីឲ្យវាហើយតើតងជាមួយនឹងការប្រមូលផលពងខ្យងក៏អញ្ចឹងដែរយើងអាចប្រមូលផលមួយថ្ងៃម្ដងក៏បាន2 ថ្ងៃម្ដងក៏បានអញ្ចឹងយើងទៅពេលយប់យើងប្រមូលតែពេលយប់ហ្នឹងបងប្អូនអញ្ចឹងមុខរបរចិញ្ចឹមខ្យងនេះល្អមែនតើបងប្អូនល្អមែនតើអញ្ចឹងសម្រាប់មុខរបរចិញ្ចឹមខ្យងនេះវាខុសពីមុខរបរចិញ្ចឹមត្រីមុខរបរចិញ្ចឹមមាន់បើមាន់ត្រីពិបាកណាស់បងប្អូនមិនអាច3 ថ្ងៃ 2 ថ្ងៃដាក់ចំណីម្ដងបានទេជាពិសេសមាន់ហ្មងបើមាន់ទៅណាឆ្ងាយអត់កើតទេហេតុអីបងប្អូនខ្លាចអត់ទឹកផឹកជួគ្នាខាំគ្នាស៊ីគ្នាមាន់ណាអត់លេងសើចទេណាមាន់ក៏ចឹកស៊ីគ្នាដែរបងប្អូនណាជាពិសេសបងប្អូនដែលចិញ្ចឹមច្រើនតើអត់ចំណីហ្នឹងចឹកស៊ីគ្នាអញ្ចឹងសម្រាប់បងប្អូនដែលរវល់ច្រើនមានតែមុខរបរចិញ្ចឹមខ្យងនេះឯងដែលបងប្អូនអាចធ្វើវាដើម្បីរកចំណូលបន្ថែមបានហើយតើតើជាមួយទីផ្សារសម្រាប់បងប្អូនដែលចិញ្ចឹមឲ្យអត់មានទីផ្សារអាចចិញ្ចឹមលក់ឲ្យខាងកាឋានបានអញ្ចឹងពងខ្យងនេះក៏មានទីផ្សារខ្យងសាច់ក៏មានទីផ្សារហើយខ្យងមាសក៏មានទីផ្សារដែរគាត់ថាខ្យងមាសពេលខ្លះទីផ្សារពេញមានន័យថាពេលខ្លះអត់ទទួលទេទទួលអត់កើតវាច្រើនពេកហើយយើងវាយចេញវាយអត់បានច្រើនប៉ុន្តែសម្រាប់ខ្យងបឹងវិញអត់ទេខ្យងបឹងគឺមានទីផ្សាររហូតទាំងពងខ្យងទាំងខ្យងសាច់អញ្ចឹងបើសិនជាបងប្អូនចិញ្ចឹមហើយខ្លាចអត់មានទីផ្សារអាចចិញ្ចឹមសហការជាមួយខាងកាឋានបានអញ្ចឹងតាក់ទងជាមួយនឹងបងប្អូនដែលចង់ចិញ្ចឹមលក់ឲ្យខាងកាឋានបងប្អូនអាចតាក់ទងតាមលេខ Telegram នេះបាន